គុណលឹក3ដំណាក់កាលធ្វើដំឡូងមីទទួលបានទិន្នផល40តោនទៅក្នុង1ហិកតាដំណាក់កាលទី1ជាដំណាក់កាលត្រាំពូជភាគច្រើនបងប្អូនប្រជាកសិកររបស់យើងតែងតែមើលរំលងតើបងប្អូនដឹងទេបើសិនដំឡូងពុកម៉ែបងប្អូនមិនបានត្រាំពូជតើវានឹងទៅជាយ៉ាងណាមួយតាក់ទងនឹងប្រព័ន្ធរឹសធម្មតាមើមដំឡូងគឺវាកាត់ឡើងពីរឹសអញ្ចឹងបើសិនពុកម៉ែបងប្អូនមិនបានត្រាំរឹសវាតិចវាក៏ផ្ដល់ផលឲ្យក៏តិចដែរពីរតាក់ទងនឹងប្រព័ន្ធដុះលូតលាស់ធម្មតាពេលពុកម៉ែបងប្អូនមិនបានត្រាំដើមធ្វើឲ្យដំឡូងរបស់យើងគឺកង្វះនៅសារធាតុចិញ្ចឹមគឺការលូតលាស់របស់វាគឺយឺតអាចធ្វើឲ្យក្រិនស្លឹកលឿងឬស្លឹករួញជាដើម3តាក់ទងជាមួយនឹងអាកាសធាតុបំរែបំរួលអញ្ចឹងបើសិនជាក្នុងករណីពុកម៉ែបងប្អូនមិនបានត្រាំដើមគឺនៅពេលដែលអាកាសធាតុក្តៅគឺវាធ្វើឲ្យដំឡូងពុកម៉ែបងប្អូនគឺងាប់អញ្ចឹងគឺយើងខាតដើមទុនខ្លាំងមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ត្រាំដើមពូជដំឡូងថ្ងៃនេះខ្ញុំសូមណែនាំជាមួយនឹង Transform Double Q ក៏បានឬជាមួយ Silver Nano ក៏បានទាំងពីរដបនេះលាយទៅបាន2000លីត្រដូចគ្នាដំណាក់កាលទី2ជាដំណាក់កាលដែលដំឡូងដុះចេញពីក្នុងដីមានអាយុ7ថ្ងៃទៅ10ថ្ងៃអញ្ចឹងគឺពុកម៉ែបងប្អូនប្រើជាមួយនឹង Transform រូបមន្តទី1 Double Q បាញ់បូជាមួយនឹង Transform NPK 2016សម្រាប់ពុកម៉ែបងប្អូនដែលបាញ់ជាមួយនឹង Transform ឬ Transform NPK រយៈពេល15ថ្ងៃទៅ20ថ្ងៃគឺយើងធ្វើការបាញ់ម្ដងអញ្ចឹងសម្រាប់ដំណាក់កាលនេះគឺជាដំណាក់កាលដែលចាំបាច់បំផុតក្រោយពីយើងធ្វើការត្រាំដើមពូជធម្មតាសម័យកាលរបស់ដំឡូងមីមានត្រឹមតែ2ដំណាក់កាលប៉ុណ្ណោះដំណាក់កាលថែទាំនិងដំណាក់កាលទាញយកទិន្នផលនៅពេលដែលដំឡូងពុកម៉ែបងប្អូនមានអាយុចាប់ពី60ថ្ងៃឡើងទៅគឺដំឡូងលែងរើសហើយគឺចាប់ដើមលែងមើលម្ដងនៅក្នុងដំណាក់កាលទី3ដែលដំឡូងពុកម៉ែបងប្អូនមានអាយុ60ថ្ងៃឡើងទៅបាញ់ជាមួយនឹង Transform រូបមន្តទី2បូកជាមួយនឹង Transform NPK 6 ដក 6 ដក 20ព្រោះនៅក្នុងដំណាក់កាលនេះគឺធ្វើឲ្យដំឡូងមើមច្រើនមើមល្អមើមខ្លោះមើមវែងហើយនឹងដាក់ DC បានល្អសម្រាប់ពីរដបនេះលាយទឹកបាន2000លីត្ររយៈពេលនៃការបាញ់15ថ្ងៃទៅ20ថ្ងៃគឺយើងធ្វើការបាញ់ម្ដងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានត្រកូល Transform ទៅប្រើប្រាស់ឬចង់បានទៅចែកចាយតាមដេប៉ូបន្តសូមទៅលេខទូរស័ព្ទក្រុមវីដេអូនេះឬឆាតមកកាន់ page យើងខ្ញុំសហការរៀបខ្ញុំនឹងឆ្លើយតបទៅពុកម៉ែបងប្អូនភ្លាម